ណែនាងកំពុងធ្វើហ្នឹងអ្នកទាំងពីរមកចំពេលល្អណាស់ខ្ញុំត្រូវការប្តឹងខ្លាំធំណាស់នាងអាចហ៊ានសម្លាប់មនុស្សផងតែជួបលោកម្ចាស់ជាមួយយើងអត់ទេខ្ញុំអត់បានសម្លាប់មនុស្សទេខ្ញុំត្រូវការប្តឹងខ្ញុំអត់បានសម្លាប់មនុស្សទេខ្ញុំអត់បានសម្លាប់មនុស្សទេទៅឥឡូវនេះយើងសួរនាងហេតុអីបានជានាងយកដាវសម្លាប់មនុស្សលោកម្ចាស់ខ្ញុំអត់បានសម្លាប់មនុស្សទេគឺហានឈិញសម្លាប់ខ្លួនឯងទៅបើសម្លាប់ខ្លួនឯងហេតុអីបានជាឈាមប្រឡាក់ខ្លួននាងហើយដាវនៅលើដៃរបស់នាងលោកម្ចាស់នៅពេលដែលហានឈិញសម្លាប់ខ្លួនខ្ញុំក៏នៅក្បែរនោះដែរម្ល៉េះហើយឈាមរបស់គេក៏ប្រឡាក់អាវខ្ញុំទៅរីឯដាវមួយនោះមុនពេលដែលហានឈិញសម្លាប់ខ្លួនគាត់បានប្រកល់ឲ្យខ្ញុំយករបស់នេះធ្វើជាភ័ស្តុតាងស្អីទៅជាភ័ស្តុតាងដែលរាជសន្និសាបញ្ជាឲ្យហានឈិញសម្លាប់ប្រពន្ធកូនរបស់ខ្លួននាំនាងទៅដាក់គុកភ្លាមបាទរងចាំការកាត់ក្តីជាក្រោយលោកម្ចាស់ស្ដាប់ខ្ញុំនិយាយសិនខ្ញុំអត់បានសម្លាប់មនុស្សទេជួយខ្ញុំផងជួយផងបើពិតជាអញ្ចឹងមែននោះខ្ញុំនឹងមានឱកាសឡើងបន្សាក់ហើយសូមក្រាបថ្វាយបង្គំរាជសន្និសាការពិតគឺលោកស៊ីទេយើងខានជួបគ្នាយូរហើយតើលោកស៊ីមកទីនេះមានកិច្ចការអីរាជសន្និសាមានមនុស្សម្នាក់ឈ្មោះហានឈិញតើរាជសន្និសាមានស្គាល់ដែរទេចេញទៅក្រាបទូលរាជសន្និសាឈិញសៀងលីងចៃដន្យមកធ្វើការប្តឹងនៅទីស្នាក់ការរបស់ទូបង្គំជាធ្លាក់លើដៃអ្នកដតីប្រកាសជាវីវោធំហើយក្រាបទូលនេះលោកស៊ីគួរតែគិតឡើងវិញផងណាមិនអីទេទប់ប្រទេសចោះឲ្យតែបរិយាសន្និសាមានបរិយាបញ្ជាទូបង្គំនឹងប្រឹងឲ្យអស់លទ្ធភាពជួយដល់បរិយាសន្និសាដាវនោះណែណានៅក្នុងឃ្លាំងរបស់ទីស្នាក់ការបើបរិយាសន្និសាមានការបារម្ភទូបង្គំនឹងកំទេចវាភ្លាមមិនបានទេឆាប់ឲ្យមនុស្សម្នាក់ទៅយកដាវនោះមកឲ្យយើងភ្លាមក្រាបទូលសាកសពរបស់ហាន់ឈិញណានៅក្នុងខ្ទមអ្នកតារងចាំការពិនិត្យសាកសពមិនបាច់ទេយកវាទៅដុតចោលភ្លាមបើធ្វើបានឆាប់កាន់តែល្អទូបង្គំនឹងទៅចាត់ការរឿងនេះភ្លាមអញ្ចឹងម៉ែកូនរបស់ឈិញសៀងលីងគិតយ៉ាងម៉េចដែរពេលដែលបានជោគជ័យហើយយើងនឹងមានរង្វាន់ប្រទានដល់លោកហើយលោកថែមទាំងឡើងបន្សាក់ទៀតផងអរប្រគុណបរិយាសន្និសាទូបង្គំនឹងទៅចាត់ការរឿងនេះភ្លាម